មានសត្វមួយប្រភេទរស់នៅលើបាតសមុទ្រដែលមើលទៅដូចជាវាត្រូវបានរចនាដោយនរណាម្នាក់ដែលមិនធ្លាប់ឃើញខ្យងពីមុនមកសូមមកស្គាល់ខ្យងពស់ដែលមានបន្ទាត់ពណ៌ក្រហមខ្យងសមុទ្រតូចមួយប្រភេទដែលមានស្រទាប់ថ្លានិងមានសម្បកស្ដើងដែលអ្នកអាចមើលឃើញតាមរយៈវារុំដោយស្លាបពណ៌ដ៏ទន់ភ្លន់ដែលរសាត់ដូចក្រណាត់ក្នុងចលនាយឺតខ្សែបន្ទាត់ពណ៌ក្រហមភ្លឺគូសកាត់សម្បករបស់វាជាលំនាំធរណីមាត្រដ៏ល្អឥតខ្ចោះខ្សែបន្ទាត់ទាំងនោះច្បាស់លាស់និងច្បាស់លាស់ណាស់មើលទៅដូចជាគូដោយដៃវាមានទំហំប្រហាក់ប្រហែលនឹងផ្លែទំពាំងបាយជូរវារស់នៅក្នុងដែនទឹករ៉ែនៃឆ្នេរសមុទ្រនៅទូទាំងតំបន់ Indo-Pacific ហើយស្ទើរតែគ្មាននរណាម្នាក់ដឹងថាវាមាននោះទេប៉ុន្តែនេះជាអ្វីដែលធ្វើឲ្យវាមិនធម្មតាសម្បកនោះមិនមែនសម្រាប់ការពារទេវាផុយស្រួយពេកការប៉ះតែមួយដងនឹងបំបែកវាចោលរាងកាយពណ៌ស្ទន់ដែលលាតសន្ធឹងជុំវិញសម្បកគឺជាអាវធំរបស់ខ្យងដែលជាសរីរាង្គមានជីវិតដែលអាចរុំព័ទ្ធនិងគ្របដណ្ដប់សម្បកទាំងស្រុងនៅពេលដែលសត្វមានអារម្មណ៍ថាមានគ្រោះថ្នាក់ដែលធ្វើឲ្យខ្យងហាក់ដូចជារលាយបាត់ទៅខ្សែបន្ទាត់ក្រហមបម្រើគោលបំណងដែលវិទ្យាសាស្ត្រនៅតែមិនទាន់យល់ស្របទាំងស្រុងនៅឡើយអ្នកស្រាវជ្រាវខ្លះជឿថាពួកគេធ្វើត្រាប់តាមគំរូព្រមាននៃប្រភេទសត្វ Nudibranch ដែលមានជាតិពោលដែលជាការកុហកដែលមើលឃើញដែលត្រូវបានរចនាឡើងដើម្បីធ្វើឲ្យសត្វមុំសាសីជឿថាសត្វនេះមានជាតិពោលនៅពេលដែលវាមិនមានជាតិពោលអ្នកផ្សេងទៀតជឿថាពួកវាបម្រើមុខងារខុសគ្នាទាំងស្រុងដែលយើងមិនទាន់បានកំណត់អត្តសញ្ញាណសម្បកដែលអ្នកអាចមើលឃើញច្បាស់ស្លាបធ្វើពីជាលិកាមានជីវិតខ្សែពណ៌ក្រហមដែលអាចជាការបោកប្រាស់អាវធំមួយដែលអាចធ្វើឲ្យវាបាត់ទៅវិញគ្រប់ផ្នែកទាំងអស់នៃសត្វនេះមើលទៅហាក់ដូចជាមានចេតនាដូច្នេះសំណួរគឺថាតើអ្នកណាមានបំណងធ្វើវាសូមតាមដានវិទ្យាសាស្ត្រដែលលាក់កំបា